ជំរាបសួរបងប្អូនខ្មែរទូទាំងពិភពលោកនិងជំរាបសួរក្មួយសារព័ត៌មានម្ចាស់ពេកអ៊ំសុំបញ្ចូលខមមិននេះដើម្បីស្នើថ្នាក់ដឹកនាំបន្តិចសូមទេសនាដូចតទៅទៀតណាសូមអរគុណនៃបងប្អូនយើងតិចច្រឡំថាប្រជាពលរដ្ឋមកដកផ្សិតទេមែនណាមិនមែនមកដកផ្សិតមិនមែនមករាវលះហើយក៏មិនមែនមករឹសខ្យងដែរគឺមកនេះសូមស្នើសុំទៅដល់ថ្នាក់ដឹកនាំជាពិសេសសម្ដេចបវរធិបតីហ៊ុនម៉ាណែតជួយបណ្ឌិតនិងពិចារណាជាមួយប្រជាពលរដ្ឋតើគួរតែសម្រាប់ចិត្តកាត់ជ្រៀលជូនប្រជាពលរដ្ឋដែរទេដីនៅទីតាំងភូមិព្រៃដុំឃុំស្វាយរំពាស្រុកបាសែតខេត្តកំពង់ស្ពឺហើយរឿងនេះបានរបាយការណ៍ខាងខេត្តបានរាយការណ៍ទៅសម្ដេចហើយណាទៅសម្ដេចហើយចឹងសង្ឃឹមថានេះជាការស្នើសុំជាលើកទី2បាទជាលើកទី2ណាហ្នឹងហើយដោយសារតែ47តាឡើងប្រជារដ្ឋសុំទៅ17តាដើម្បីយកបាយចែកគ្នាដើម្បីបានដីបង្កប់បង្កើនផលធ្វើស្រែណាហើយប្រាប់ប្រជាពលរដ្ឋផងណាឥឡូវប្រជាពលរដ្ឋសូមនិយាយដោយភាពស្មោះត្រង់ទៅប្រាប់សម្ដេចចោះថាដីនេះគឺពិតជាដីរបស់ប្រជាពលរដ្ឋធ្លាប់អាស្រ័យផលកន្លងទៅយូរណាស់មកហើយដែរណា40ឆ្នាំជាងហើយអញ្ចឹងអត់មានបំពងបំពុលសង្គមទេណាហើយក៏អត់មានមេកញ្ចល់ណាថាកាត់ដីនេះបានដីលក់ចែកគ្នាអត់ទេណាហើយមានការដំណះអំណាងពីថ្ងៃហ្នឹងមានក្រុមប្រឹក្សាណាក្រុមប្រឹក្សាតែបាត់ហើយមានក្រុមប្រឹក្សាភូមិហើយមាននេះមេក្រុមបាទមេក្រុមអញ្ចឹង47តានេះគាត់សុំកាលមុនកាត់ជ្រៀលជូន7តាបន្តែបន្តិចពេកធ្វើឲ្យប្រជាពលរដ្ឋមិនអាចទទួលយកបានទេ40គ្រួសារនោះហ្នឹងហើយណាឯកសារមើលលពូហើយយកតែបានសុំ17ហើយសុំ17តាទេទោះបីខ្វះខាតអីក៏យកតែមិនដែរបាទហ្នឹងហើយយកតែចំណាយខ្លួនទេបានតាអត់ជាសុំច្បាប់ជាមួយហើយជាបរដ្ឋរត់ចែកមកចេញជាក្រុមបាទហើយអីទេឥឡូវប្រជាពលរដ្ឋឥឡូវនិយាយបើពិបាកពេកកុំឲ្យនិយាយដែរកុំឲ្យថាគេចោទថាខ្ញុំលក់ក្បាលលក់អីចឹងតែបើប្រជាពលរដ្ឋមិនផ្សាយទេណាអញ្ចឹងប្រជាពលរដ្ឋគាត់លើកជាចុងក្រោយថាបើសិនជាលោករដ្ឋមន្ត្រីនិងលោកអបាលខេត្តជាមច័ន្ទសុភ័ណ្ឌបើអាងថាដីនេះគឺជាដីបើជារដ្ឋបណ្ដាលអាស្រ័យផលទេឬក៏មិនទេណានឹងអាចស្បត់ជាមួយនឹងប្រជាពលរដ្ឋបានហើយប្រជាពលរដ្ឋថាឲ្យទៅលេងតែ5 7ហតាក៏លេងយកចិត្តដើរចេញទាំងអស់អាឡ័យតែម្ដងឲ្យតែព្រមស្បត់នឹងឲ្យការចំណាយចាយវិញនេះគឺខ្ញុំអាចចំណាយចែកជិះឡានហើយទិញចេកហើយមាន់ស្ងោក្បាលជ្រូកខ្ញុំអ្នកចំណាយទាំងអស់ណាហ្នឹងហើយកុំឲ្យបាក់មកខ្ញុំកុំឲ្យមកដែរពេកអញ្ចឹងហត់នឿយនឹងការមកនិយាយស្នំពរដែរក៏រឿងប៉ុណ្ណឹងណាដីរដ្ឋចូលចាត់ជ្រៀលប្រជាពលរដ្ឋប្រជាពលរដ្ឋមានតបាយទៀតបាទដីរដ្ឋយើងដឹងដីរដ្ឋដែរហ្នឹងគាត់ដឹងដីរដ្ឋចុះកាត់ជ្រៀលជូនប្រជាពលរដ្ឋទៅណាដូចរដ្ឋឲ្យរដ្ឋឆ្លងចែកឲ្យជាឥឡូវយកបកក្រោយមានប្រហែលថ្ងៃមានផ្ទុះរឿងនេះនៅខេត្តកែបជំទាវម្នាក់នៅរដ្ឋលេខានៅដូចមានគ្រួសារនៅរដ្ឋលេខាធិការក្រសួងមួយណាគាត់ថាសចំណកាត់ជ្រៀលដីឲ្យគាត់ហ្នឹង71ហតាហើយដីកសិកម្មហើយដីកសិកម្មបរាជដីព្រៃទឹកហ៎ហើយដីកសិកម្មហើយដីទឹកប្រៃធ្វើដីដើមកោងកាងហ៎ព្រៃកោងកាងព្រៃលិចទឹកហ៎ហើយធ្វើស្រែកើតទេហើយទៅពេលខាងដីស្រែផលជាក់ស្ដែង71ហតាតែម្នាក់ឯងណាអាហ្នឹងយើងមិននិយាយទេហ្នឹងក៏សចំណកាត់ឲ្យបានប្រជាពលរដ្ឋប៉ុន្តែគាត់ថាគេធំយ៉ាងណាគេធំខ្លាំងណាគេធំខ្លាំងណាធំខ្លាំងណាគេធំខ្លាំងណាជំរាបសួរបងប្អូនខ្មែរទូទាំងពិភពលោកនិងជំរាបសួរថ្នាក់ដឹកនាំទាំងពីរវីដេអូនេះខ្ញុំសូមផ្ញើជូនលោកទាំងពីរផងទៀតណាឥឡូវនេះដូចខ្ញុំបានស្នើទៀតហ្នឹងទៀតណាគឺចំនួនដីធ្លីនឹងមិនចេះជាប់ទេបាទខ្ញុំទទូចស្នើឲ្យលោកទាំងពីរសូមមេត្តាចេញសេចក្តីប្រកាសដាក់បំរាមឲ្យតឹងរឹងចំពោះអ្នកដែលកាប់ឆ្ការដីរដ្ឋយកទៅប្រើប្រាស់នៅក្នុងបច្ចុប្បន្ននេះពីព្រោះលោកទាំងពីរបានបង្កើតការងារឲ្យប្រជារាស្ត្រធ្វើស្ទើរតែពេញប្រទេសទៅហើយណាហ្នឹងហើយចំពោះវីដេអូនេះក៏ខ្ញុំសូមជូនដល់ប្រជារាស្ត្រដែរអូខេខ្ញុំនឹងរៀបរាប់អំពីប្រវត្តិរបស់ខ្ញុំឲ្យអស់លោកបានយល់អំពីប្រទេសដែលមានការងារឲ្យប្រជារាស្ត្រធ្វើអូខេពីដើមមកដែលបងប្អូនចេះតែដើរកាប់ឆ្ការដីរដ្ឋយកមកបង្កើនភោគផលនោះវាអត់មានបញ្ហាទេគឺថ្នាក់ដឹកនាំមានសេចក្តីសន្តោស
ដល់បងប្អូនពីព្រោះប្រទេសជាតិមិនទាន់មានការងារធ្វើអូខេតែនៅបច្ចុប្បន្ននេះបងប្អូនមានការក្នុងប្រទេសមានការងារធ្វើគ្រប់គ្រាន់ហើយបើបងប្អូនចង់បានដីកន្លែងណាអីអញ្ចឹងបងប្អូនគួរតែទៅរកការងារធ្វើសន្សំលុយយកមកទិញហើយខ្ញុំសូមលើករឿងខ្ញុំមកដល់ប្រទេសអាមេរិកនេះគឺរដ្ឋគេអត់ដែលមានឲ្យផ្ទះឲ្យដីឲ្យខ្ញុំនៅទេនេះខ្ញុំសម្រាប់បងប្អូនបាទគេជួយខ្ញុំ18ខែបាទគេជួយខ្ញុំដុំដីឲ្យខ្ញុំរឹងដៃរឹងជើងអញ្ចឹងណាក៏ប៉ុន្តែខ្ញុំមកដល់បាន45ថ្ងៃទេគេសម្ភាសភាសាអង់គ្លេសខ្ញុំទៅវាជាប់ហើយក៏គេរកការងារឲ្យខ្ញុំធ្វើហើយឲ្យខ្ញុំធ្វើទៅដល់នេះទៅខ្ញុំរកបានមួយខ្លួនឯងទៀតខ្ញុំមានការពីកន្លែងធ្វើហើយខ្ញុំក៏ចាប់ផ្ដើមសន្សំលុយសន្សំកិត្តិយសខ្ញុំនឹងរហូតអស់រយៈ21ឆ្នាំតន្រឹមតែខ្ញុំបានកូនផ្ទះមួយនៅសប្តាហ៍ថ្ងៃនេះណាបងប្អូននេះនៅក្នុងប្រទេសគេធ្វើអញ្ចឹងយ៉ាងណាមិញប្រទេសខ្មែរយើងក៏ដូចគ្នាដែរពីព្រោះក្នុងប្រទេសមានការងារធ្វើហើយអូខេបងប្អូនខ្ញុំក៏សូមជម្រាបប៉ុណ្ណឹងទេអូខេក៏ប៉ុន្តែស្នើជាស្នើទៅបើលោកបើថ្នាក់ដឹកនាំគេមានចិត្តឲ្យអានោះជារឿងចិត្តល្អរបស់ថ្នាក់ដឹកនាំអូខេក៏ប៉ុន្តែបើតាមខ្ញុំមើលទៅវាពិបាកបន្តិចព្រោះអីតើឲ្យមួយតើឲ្យទាំងអស់ហើយប្រជារាស្ត្រ17លាននាក់អូខេបងប្អូនខ្ញុំគ្រាន់តែសូមប្រាប់ប៉ុណ្ណឹងឲ្យយល់ក្នុងចំណុចទាំងអស់ហ្នឹងទេអូខេប្រទេសជាតិមានការងារឲ្យបងប្អូនធ្វើគ្រប់គ្រាន់ហើយអូខេសុខសប្បាយទាំងអស់គ្នាទេណា